ថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅស្គាល់ពលរថយន្តដែលល្បីលើពិភពលោកគឺ Lamborghini ចាប់ផ្ដើមនៅប្រទេសអ៊ីតាលីក្នុងឆ្នាំ1963ដោយបុរសឈ្មោះ Ferruccio Lamborghini ដំបូងគាត់ជាអ្នកផលិតត្រាក់ទ័រនិងម៉ាស៊ីនកសិកម្មប៉ុន្តែពេលក្រោយមកគាត់ចង់បង្កើតរថយន្តស្ពណ៌ដ៏ប្រណិតនិងមានកម្លាំងខ្លាំងដើម្បីប្រកួតជាមួយ Ferrari បន្ទាប់ពីសង្គ្រាមលោកលើកទី2គាត់បានបង្កើតក្រុមហ៊ុនត្រាក់ទ័រ Lamborghini Tractor រថយន្តដំបូងរបស់ Lamborghini គឺ350 GT ដែលបង្ហាញក្នុងឆ្នាំ1964បន្ទាប់មកមានម៉ូដែលល្បីៗជាច្រើនដូចជា Lamborghini Miura ជារថយន្តស្ពណ៌ដ៏ល្បីនៅទសវត្សរ៍ឆ្នាំ1960 Lamborghini Countach មានរចនាបថទ្វារឡើងដ៏ល្បី Lamborghini Diablo Lamborghini Aventador Lamborghini Huracan Lamborghini Urus SUV ដ៏ល្បីរបស់ Lamborghini និយាយអំពីនិមិត្តសញ្ញាស្លាកសញ្ញារបស់ Lamborghini គឺគោជលព្រោះ Ferruccio ចូលចិត្តការប្រកួតគោជលហើយគាត់ក៏កើតក្នុងរាសី Taurus ផងដែរបច្ចុប្បន្ន Lamborghini ជាក្រុមហ៊ុនរថយន្តប្រណិតដ៏ល្បីលើពិភពលោកនិងស្ថិតក្រោមក្រុមហ៊ុន Volkswagen Group តាមរយៈ Audi ក្រុមហ៊ុន Lamborghini ស្ថិតក្រោមក្រុមហ៊ុន Volkswagen ព្រោះតែក្នុងអតីតកាល Lamborghini មានបញ្ហាហិរញ្ញវត្ថុនិងត្រូវបានលក់បន្តជាច្រើនដងរហូតដល់ Volkswagen ទិញតាមរយៈក្រុមហ៊ុនរង Audi នៅឆ្នាំ1998 មូលហេតុសំខាន់ៗដែលត្រូវបានក្រុមហ៊ុន Volkswagen ទិញយកគឺបញ្ហាហិរញ្ញវត្ថុរបស់ Lamborghini ផលិតរថយន្តស្ពណ៌ប្រណិតដែលចំណាយខ្ពស់ហើយការលក់មិនស្ថិតស្ថេរដូចនេះក្រុមហ៊ុនជួបបញ្ហាហិរញ្ញវត្ថុជាញឹកញាប់ហើយ Volkswagen ចង់ពង្រីកទីផ្សាររថយន្តប្រណិត Volkswagen មានម៉ាកជាច្រើនដូចជា Audi Porsche Bentley និងចង់បន្ថែមម៉ាក Supercar ដ៏ល្បីមួយទៀតបាទសូមអរគុណសូមជួបគ្នានៅវីដេអូក្រោយទៀត